ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះផងដែរគឺចេញវីដេអូឡងមក review ទៀតហើយប៉ុន្តែរៀងប្លែកព្រោះដោយសារហត់ដុំបងប្អូនធ្លាប់តែ review ម្នាក់ឯងមែនទេឥឡូវនេះអញ្ជើញបងមក review ជុំគ្នាតែម្ដងមានដៃគូ review មួយយ៉ាងដែរអញ្ចឹងណាតោះឥឡូវនេះកុំឲ្យខាតពេលនាំពុកម៉ែបងប្អូនមកមើលទស្សនភាពនៅផ្ទះគំរូយើងថាពេលដែលយើងទិញរួចយើងអាចដេកកបានអីខ្លះអញ្ចឹងណាតែនេះមិនសំដៅទៅលើផ្ទះគំរូមួយមុខទេបងទិញជាប្រភេទផ្ទះដីជំហៀងទុំចាទិញទៅអាចរៀបចំបានតាមតម្រូវការបរិយាជនគាត់ថាថ្ងៃនេះគឺមកមើលពីផ្ទះគំរូថាយើងអាប់ដេតដល់កម្រិតណាហើយអីហើយអញ្ចឹងណានេះគឺយើងរហូតដល់ថតមកគឺអត់មានអីមើលមករៀងតាក់ភ្នែកទិញទួយទេប៉ុន្តែថ្ងៃនេះមើលមករៀងតាក់ភ្នែកខ្លះដោយសារតែយើងរៀបចំដាក់តោងដាក់អីអង្គុយលេងបុករួមជាមួយនឹងកញ្ចក់យើងគឺយើងមាននៅកន្លែងអង្គុយលេងអីតំណងមួយយ៉ាងតោះបងឥឡូវនេះយើងនាំភ្ញៀវទៅមើល review ជុំវិញផ្ទះបន្តិចចានេះបើថាយើងទិញជាប្រភេទដីជំហៀងធំបែបនេះបងបញ្ជាក់ជូនណាអាចរៀបចំតាមចំណងចំណូលចិត្តពុកម៉ែបងប្អូនខាងបរិយអត់ហាមទេចាបងចង់មានអាងទឹកបងដាក់អាងទឹកទៅចាបងចង់រៀបដាំតំណាំបងចង់ធ្វើអាងត្រីបែបនេះក៏បានធ្វើសួនក៏បាននិយាយរំទៅតាមចំណងចំណូលចិត្តបរិយាជនទេបងអាចឃើញជាក់ស្ដែងបានហើយទិញជាប្រភេទផ្ទះដីជំហៀងធំបែបនេះងាយស្រួលដែរបងចាសម្រាប់បងរកស៊ីអីក៏ងាយស្រួលដែរបងអាចទិញទៅគឺរៀបចំធ្វើឃ្លាំងស្តុកអីវ៉ាន់ក៏បានអីក៏បានដែរចំណេញបងរស់នៅនេះផងចាប្រកបមុខរបរអាជីវកម្មផងព្រោះថាខ្នាតបន្លាតូយើងនេះមិនមែនតែសម្រាប់ការរស់នៅទេពុកម៉ែបងប្អូនចាអាចទិញសម្រាប់បើកអាជីវកម្មបានទៀតព្រោះថារដងបងធ្លាប់តែឮថាផ្ទះល្បែងបែបអាជីវកម្មមែនទេឥឡូវនេះនាំបងប្អូនមកមើលវិឡាតូបែបអាជីវកម្មវិញម្ដងហើយតម្លៃផ្ទះដីជំហៀងធំបែបនេះបងតម្លៃតែ160000ជាងឯមកក៏យើងមានចំណតឡានខាងមុខផ្ទះចាបានចតឡានបាន2 free ជូនអតិថិជនទៅតែម្ដងចាឥឡូវឲ្យបងមើលពីម៉ូតផ្ទះសិនចានេះបងនេះម៉ូតផ្ទះនេះគឺកំពុងតែផ្ទុះការគ្រប់គ្រងពីអតិថិជនច្រើនមែនតើមិនថាក្នុងស្រុកមិនថាក្រៅស្រុកទេដោយសារតែប្លុកទីតាំងថ្មីនេះមកជួបប៊ីគឺយើងទើបតែបើកបានប្រហែលខែទេពុកម៉ែបងប្អូនប៉ុន្តែសន្ទុះនៃការគ្រប់គ្រងពីអតិថិជនលក់ដាច់មិនចាញ់ម៉ូត Q ប្រហែលទេដោយសារតែរូបរាងក៏ស្អាតជាងមុនចាទំហំដីទំហំផ្ទះក៏កាន់តែធំជាងមុនដែរហើយចំពោះតម្លៃវិញរៀបចំជូនអតិថិជនមកកំ pl ជាមួយនឹងលក្ខខណ្ឌងាយស្រួលតោះឥឡូវនេះបន្ទាប់ពីនិយាយនៅខាងក្រៅអស់ហើយអញ្ចឹងដល់វគ្គខាងក្នុងផ្ទះសូមឲ្យបង detail ជូនអតិថិជនទាំងអស់គ្នាវិញម្ដងនេះបងកន្លែងទទួលភ្ញៀវបងដូចបងឃើញស្រាប់ចឹងណាយើងទៅតែចាប់ផ្ដើមដេកបន្ថែមទៀតបងនេះអត់ទាន់ 100%បងឃើញស្អាតប៉ុណ្្នឹងឯងបងមើលសាឡុងស្រស់ស្អាតខ្លាំងមែនតើហើយមួយទៀតសម្រាប់ដេកក្នុងនេះបងអាចធ្វើតាមដូចផ្ទះគំរូនេះក៏បានឬក៏បងអាចច្នៃតាមខ្លួនឯងស្រឡាញ់ក៏បានដែរបងតាមចិត្តខាងបរិយាមានហាមឃាត់អីណាបងអាចមើលកន្លែងនេះបាននេះកន្លែងចក្រានបាយបងអូយស្អាតខ្លាំងមែនតើបងនេះបងអាចមើលបានណាសំខាន់កន្លែងលើនេះគឺយើងមាន free ជូនបងសម្រាប់យើងមាន free ជូនបង10មុខបងចក្រានលើក្រោមនេះគឺខាងយើងមាន free ជូនបងដែរចុះបងពេញដឹងតែចំណេញខ្លាំងហើយណាបងតើបងតើមើលខាងលើវិញសម្រាប់ខ្នាតដុល្លារតូយើងគឺយើងមានរហូតដល់4បន្ទប់គេងជាន់ផ្ទាល់ដីចំនួន1និងបន្ទប់គេងជាន់ខាងលើចំនួន3សម្រាប់បន្ទប់គេងជាន់ផ្ទាល់ដីនេះសម្រាប់បងរស់នៅជាលក្ខណៈថាជុំគ្រួសារធំចាមានលោកប៉ាអ្នកម៉ាក់លោកយាយលោកតាគឺដឹងតែងាយស្រួលเลยដោយសារពីច្រើនបងទាំងយើងទាំងគេតែងតែចង់បានបន្ទប់ណាមានជាន់ផ្ទាល់ដីស្រាប់ដើម្បីគាត់ងាយស្រួលរស់នៅធម្មតាតែគាត់ចាស់គាត់បាក់ឡើងទៅខាងលើណាអញ្ចឹងបងដែលជ្រើសរើសជាខ្នាតដុល្លារតូហើយចង់បានបន្ទប់គេងជាន់ផ្ទាល់ដីអាចមកមើលម៉ូត Q បានឥឡូវឲ្យគាត់មើលបន្តិចទៅថាម៉ូតនៅខាងក្រោមយើងបន្ទប់បែបមិនអញ្ចឹងណាបងបញ្ជាក់ជូនណានេះម៉ូតគំរូធម្មតាគឺផ្ទះគំរូយើងតែងតែមានដេកស្រាប់បែបនេះឲ្យបងមើលបានចាអាចយកម៉ូតតាមផ្ទះគំរូយើងក៏បានដែរចាប្រាប់ទៅខាងបរិយទៅហើយយើង add លុយថែមតាមនឹងទៅចាហើយយើងមានបន្ទប់ទឹកនៅខាងក្រៅបែបនេះអញ្ចឹងហើយ detail ខាងលើបងតោះជូនភ្ញៀវទៅមើលតើបងទៅមើលខាងលើបែបនេះយើងអត់ទាន់រៀបចំឲ្យ 100% ទេបងមកឃើញស្អាតប៉ុណ្ណឹងឯងមួយទៀតបងរៀបចំឲ្យ 100% ទេកាន់តែស្អាតជាងនឹងទៀតដល់បងហើយកាន់តែ clean តែម្ដងនេះអូយខាងលើស្អាតខ្លាំងណាស់បងអើយមិនតាន់ចូលដល់បន្ទប់ឯណាបងអានេះបងដែលគាត់មានកូនក្មេងឬក៏គាត់មានកូនសមាជិកច្រើនអីគាត់អាចធ្វើបន្ទប់នេះបានណានេះជាបន្ទប់គេងកូនប្រុសបងឲ្យសម្រាប់បន្ទប់គេងនៅខាងលើទាំងអស់គឺយើងមាននៅបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងស្រាប់តែម្ដងអូយស្អាតបងណានេះបន្ទប់គេងកូនស្រីបងស្អាតខ្លាំងណាស់មើលមកតាក់ភ្នែកហ្មងនេះហ្នឹងហើយហើយសំខាន់ធំតលាទៀតណាហ្នឹងឥឡូវដល់វគ្គពិសេសហើយនាំទៅមើលបន្ទប់មេគ្រួសារដែលយើងចំណាំហៅថាបន្ទប់ master room វិញម្ដងអញ្ចឹងណាអូយបងណាសំខាន់បន្ទប់មេគ្រួសារយើងមានកន្លែងដាក់សម្លៀកបំពាក់ផ្សេងគ្នាទៀតណាបងអញ្ចឹងអត់ចៀតអត់អីទេបន្ទប់នេះធំខ្លាំងណាស់ហើយមួយទៀតបើសិនជាបងអត់ចង់ធ្វើបែបនេះទេបងអាចប្រាប់ខាងបរិយបានកែបានណាដូចអ្នកលក់និយាយអញ្ចឹងណាបងអាចកែបានតាមចិត្តសម្រាប់បរិយ ONC យើងណាងាយស្រួលបងគាត់ឆ្លាញ់មុខផ្សេងអីអាចធ្វើបានណាបងនេះបន្ទប់ទឹក
សម្រាប់បន្ទប់ទឹកគឺយើង free នៅ bus stop ជួនអតិថិជនណាបងដែលយើងហៅថាអាងូតទឹកនៅបន្ទប់មេគ្រួសារអញ្ចឹងនៅបន្ទប់មេគ្រួសារនេះគឺយើងបែងចែកជា2អញ្ចឹងណាបន្ទប់គេងមានក្បាលខែមានខែនៅខាងនោះដៃហើយកន្លែងនេះគឺជា walk in closet ចាបន្ទប់ដាក់សម្លៀកបំពាក់អញ្ចឹងទៅហើយយើងមាននៅវេរ៉ាំដាអូយបងនេះងើបពីគេងមក relax សាហាវណានេះបងប្អូនចាមានតុមានអីអង្គុយលេងចឹងទៅបងឈើពេលល្ងាចឡើងមើលថ្ងៃលិចក៏បានដែរដោយសារតែផ្ទះយើងនេះគឺយើងមានបែរមុខទៅខាងលិចអញ្ចឹងសម្រាប់បងដែលចូលចិត្តមើល sunset មែនទេចាតែងបែរមុខទៅខាងលិចបងពេលល្ងាចគឺស្អាតតានីជូនអតិថិជនតែម្ដងអញ្ចឹងបន្ទាប់ពីបាន detail ជូនអតិថិជនហើយចង់មកប្រាប់ពីតម្លៃវិញបងសម្រាប់តម្លៃយើងទិញជាប្រភេទផ្ទះដែលជំនាញធំបែបនេះតម្លៃតែ160,000ជាងឯងហើយយើងមាន2លក្ខខណ្ឌសម្រាប់អតិថិជនផ្ទាល់តែម្ដងលក្ខខណ្ឌទី1គឺលក្ខខណ្ឌនៃការបង់ដាច់បងជ្រើសរើសយកលក្ខខណ្ឌនៃការបង់ដាច់គឺយើងមានការបញ្ចុះតម្លៃរហូតដល់$12,000ភ្លាមជូនអតិថិជន free កាត់ប្លង់រឹងនិងថែមសម្ភារៈជូនពុកម៉ែបងប្អូនហើយបើបងជ្រើសរើសយកជាលក្ខខណ្ឌនៃការបង់រំលោះវិញគឺកាន់តែងាយស្រួលទៀតហើយបងប្អូនចូលរួមមុនត្រឹមតែ5%បានហើយចារំលោះដែលអត់ការប្រាក់រយៈពេល18ខែដើម្បីបង្គ្រប់30%ហើយចំពោះ70%ទៀតបងអាចសិក្សាជាមួយនឹងធនាគារចាខាងបរិយា free កាត់ផងរឹងថែមសម្ភារៈដូចគ្នាជូនពុកម៉ែបងប្អូនអញ្ចឹងបងជួយ detail ពីទីតាំងខាងបរិយាជូនអតិថិជនតិចទៅចាសម្រាប់ទីតាំងយើងគឺនៅលើផ្លូវកប់ស្រូវបងអញ្ចឹងយើងចុះពីកប់ស្រូវមកដល់ទីតាំងយើងត្រឹមតែ7នាទីបងមកដល់ទីតាំងនេះចាបងណាដែលគាត់ចាប់អារម្មណ៍បងអាចឆាតចូល page ឬក៏តម្លាក់លេខនៅក្នុង comment នឹងបានណា